សូមលោកអ្នកកុំអូសរំលងលោកអ្នកនឹងទទួលបាននៅអារម្មណ៍រន្ធត់សូមជូនរឿងដួងវិញ្ញាណកំណាចសុផលជាក្មេងកំព្រាតាំងតែពីតូចមកម្លេះយុវជនរូបនេះត្រូវបានគ្រួសាររបស់លោកពូសុមេតដែលជាពូរបស់គាត់នាំយកទៅចិញ្ចឹមបីបាច់ថែរក្សាតាំងតែពីតូចមកម្លេះសុផលទៅសាងភ្នោះនៅវត្តមួយឈ្មោះវត្តភ្នំត្រាយត្រឹងគឺស្ថិតនៅក្នុងព្រៃដាច់ស្រយាលពីភូមិអ្នកស្រុកជារៀងរាល់ឆ្នាំឲ្យតែដល់ពេលចេញព្រះវស្សាព្រះសង្ឃតែងនិមន្តចេញទៅធ្វើទុដងនៅក្នុងព្រៃឆ្ងាយដាច់ស្រយាលរដូវរងាក៏ចាប់ផ្ដើមមកដល់ដែរព្រះដេចគុណគង់ណៃដែលជាព្រះចៅអធិការប្រចាំនៅវត្តនោះតែងតែនិមន្តទៅធ្វើទុដងដើម្បីប្រោះសពសត្វតូចធំទាំងឡាយដោយមានចិត្តចង់ដឹងចង់ឮអំពីរបៀបធ្វើទុដងនេនសុផលបានទៅសុំធ្វើទុដងជាមួយព្រះចៅអធិការផងដែរព្រះចៅអធិការមិនបានអនុញ្ញាតឲ្យនេនសុផលទៅទេព្រោះនៅក្នុងការទៅធ្វើទុដងនៅក្នុងព្រៃអាចមានបញ្ហាជាច្រើនកើតឡើងនេនសុផលបានតាំងចិត្តយ៉ាងមុតមមក៏ទៅសុំអង្វរព្រះចៅអធិការម្ដងទៀតព្រះចៅអធិការគិតហើយគិតទៀតទើបសម្រេចព្រះទ័យអនុញ្ញាតឲ្យទៅធ្វើទុដងជាមួយបានជាគ្នាតើនេនប្រកាសក្នុងចិត្តហើយថាទៅនៅទីនោះមិនមែនជាកន្លែងដែលសប្បាយនោះទេបើនៅវត្តវាមានសុវត្ថិភាពជាងនេនខ្ញុំកណាបានតាំងចិត្តរួចហើយខ្ញុំកណាមិនខ្លាចលំបាកនោះទេល្អហើយដែលកើតមកជាមនុស្សមិនខ្លាចនោះអ្វីដែលត្រូវខ្លាចនោះគឺអំពើបាបទៅវិញទេណាហើយអាត្មាមិនថាអីទេព្រោះនេនធំល្មមការពារខ្លួនឯងបានហើយណានៅពេលឮយ៉ាងដូច្នោះនេនរបស់យើងសប្បាយចិត្តណាស់ក៏បានចេញទៅត្រៀមរបស់របរចាំចេញដំណើរនេះគឺជាការធ្វើដំណើរចេញទៅធ្វើទុដងលើកដំបូងរបស់នេនដែលរងចាំជាយូរយារណាស់មកហើយពេលចេញដំណើរទៅធ្វើទុដងនេនសុផលបាននាំរបស់របរជាប់ទៅនឹងខ្លួនរនេងរនងហើយនិមន្តឆ្ពោះទៅជួបព្រះចៅអធិការព្រះចៅអធិការឃើញយ៉ាងដូច្នោះហើយក៏ក្រវីប្រកេះណែនេនយកតែរបស់ណាចាំបាច់ទៅបានហើយមើលគំរូសัตว์វាមានតែស្លាបសម្រាប់ហោះទេដូច្នេះរបស់ខ្លះវាក៏មិនចាំបាច់ដែរពេលនិមន្តទៅធ្វើទុដងលើកនេះព្រះអង្គគិតទុករួចហើយថានឹងទៅធ្វើទុដងនៅក្បែរជើងភ្នំបាសិទ្ធព្រោះអីមាននេនសុផលនិមន្តទៅជាមួយដែរនៅក្នុងការនិមន្តធ្វើដំណើរស្មើជើងគឺត្រូវនិមន្ត8យប់8ថ្ងៃទើបទៅដល់ទីនោះព្រះអង្គទាំងពីរបាននិមន្តមកដល់ភូមិមួយក៏ល្ងាចល្មមខ្ញុំបកណាសូមនិមន្តព្រះអង្គទាំងពីរចូលទៅគង់នៅក្នុងវត្តរបស់យើងខ្ញុំនេះសិននាំតែលំបាកដល់ពួកញោមទេអាត្មាមកធ្វើទុដងនៅក្បែរនេះទេវាស្ងាត់ល្អណាក្រោយពីបានសន្ទនាគ្នារួចហើយ
ព្រះសង្ឃទាំងពីរអង្គក៏បាននិមន្តចូលទៅក្នុងព្រៃនៅក្បែរនោះនៅពេលនិមន្តចូលមកដល់ព្រៃកាន់តែជ្រៅធ្វើឲ្យនេនសុផលក្រឡេកមើលឆ្វេងស្ដាំស្រាប់តែឮសំឡេងឆ្កែលោព្រុងព្រាតនៅក្នុងព្រៃព្រះអង្គបាសរុំខ្ញាក់ដូចជាមានអ្វីម្យ៉ាងកំពុងដើរតាមពីក្រោយព្រះអង្គភ្នក់ភ្លើងបូជាសពនៅមិនទាន់រលត់នៅឡើយទេនេនក្រឡេកទៅឃើញដៃជើងសពលេចចេញច្រងែងច្រងាងដែលពួកអ្នកស្រុកកំពុងបូជាសពនៅគៀនភូមិរបស់ពួកគេធ្វើឲ្យនេនសុផលកាន់តែភ័យខ្លាំងឡើងនេនសុផលទោះបីភ័យខ្លាចយ៉ាងណាក៏ដោយក៏ព្រះអង្គមិនហ៊ានចេញវាចាដែរព្រះអង្គបានរៀបចំទីកន្លែងសម្រាប់ព្រះអង្គទាំងពីរឲ្យបានមុនពេលប្រលប់ចូលមកដល់ពេលរាត្រីកាលក៏បានឈានចូលមកដល់ធាតុអាកាសក៏បានចាប់ដើមត្រជាក់ព្រោះមានខ្យល់បក់មកមិនដាច់នៅក្នុងព្រៃនេះមានសភាពស្ងប់ស្ងាត់ខ្លាំងគួរឲ្យព្រឺឆ្អឹងខ្នងព្រះអាទិត្យរៀបលិចដួកភ្លើងក៏បានចាប់ផ្ដើមឆេះឡើងសន្ធោសន្ធើដើម្បីបំភ្លឺព្រះអង្គទាំងពីរព្រះចៅអធិការគង់ណៃកំពុងគង់ធ្វើសមាធិយ៉ាងស្ងប់ស្ងាត់ស្រាប់តែនៅសុកមានសំឡេងសម្រាប់ជើងលេចចេញឡើងហាក់បីដូចជាមានអ្នកណាម្នាក់កំពុងដើរព័ទ្ធជុំវិញព្រះអង្គទាំងពីរសំឡេងសម្រាប់ជើងបានឮយ៉ាងយូរធ្វើឲ្យនេនសុផលរបស់យើងបើកប្រណេតឡើងព្រោះតែការសង្ស័យឃើញខំកំពុងអង្គុយនៅចំពោះមុខព្រះអង្គបើកភ្នែកធំសម្លឹងមករកព្រះអង្គមិនដាក់ភ្នែកនៅពេលនោះធ្វើឲ្យនេនភ័យស្លាប់ស្លាំងគិតរកអ្វីមិនយល់នេនឃើញយ៉ាងដូច្នោះបានប្រាស់ខ្លួនដេកទៅនឹងដីបិទភ្នែកដោយភាពភ័យខ្លាចខ្មោចរូបនោះមិនព្រមចេញទៅណាទេហើយចេះតែសួរពាក្យដដែលនេនមកទីនេះធ្វើអីហានេនមកធ្វើអីនេនក្រោយពីសំណួរនោះបានចប់ព្រះអង្គគង់ណៃតបវិញថាអាត្មាមកប្រតិបត្តិធម៌មិនក៏ប្រហើនមកធ្វើយ៉ាងដូចនេះមិនខ្លាចបាបទេញោមក្រោយពីបានស្ដាប់ឱវាទរបស់ព្រះអង្គហើយខ្មោចរូបនោះក៏បានថ្វាយបង្គំលាហើយក៏បាត់ខ្លួនតែម្ដងទៅពេលព្រឹកព្រលឹមឡើងពួកអ្នកស្រុកដែលនៅទីនោះបានឮដំណឹងថាមានព្រះសង្ឃមកធ្វើទុដងនៅក្បែរនោះក៏នាំគ្នាយកចង្ហាន់មកប្រគេនដល់ព្រះសង្ឃដូច្នេះព្រះសង្ឃមិនបានចេញទៅបិណ្ឌបាតទេឆាន់ចង្ហាន់ចប់សពគ្រប់ហើយព្រះអង្គក៏បានលាអ្នកស្រុកទៅធ្វើទុដងនៅមួយកន្លែងទៀតឈានចូលដល់ថ្ងៃទី3ព្រះសង្ឃទាំងពីរក៏បាននិមន្តទៅដល់ជើងភ្នំបាសិទ្ធដោយដែលបានគ្រោងទុកមែនព្រះអង្គបានឈប់នឹងមុខរូងភ្នំមិនបានចូលទៅក្នុងរូងភ្នំនោះទេព្រោះព្រះអង្គស្វែងយល់ថានៅរាល់រាងរូងភ្នំនីមួយច្បាស់ជាមានម្ចាស់ទឹកម្ចាស់ដីជាក់ជាមិនខានឡើយដូច្នេះហើយនៅក្នុងរូងភ្នំនេះក៏ដូចគ្នាដែរនៅពេលព្រះអាទិត្យហៀបអស់ស្ដង់គុតភ្លើងភ្នក់ក៏បានឆេះឡើងសន្ធោសន្ធើដើម្បីជួយកម្ដៅដល់ព្រះកាយព្រះអង្គទាំងពីរពេលយប់នៅក្នុងព្រៃដ៏សែនស្ងាត់ស្រងំយ៉ាងដូចនេះធាតុអាកាស
ចាប់ផ្ដើមត្រជាក់ខ្លាំងឡើងទាំងពីរព្រះអង្គអង្គុយធ្វើសមាធិយ៉ាងស្ងប់ស្ងាត់ដូចសពមួយដងដែរតែយប់នេះព្រះអង្គទាំងពីរបានសូត្រមន្តរហូតដល់ពាក់កណ្ដាលអាធ្រាត្រនៅសុកស្រាប់តែមានខ្យល់បក់យ៉ាងខ្លាំងធ្វើឲ្យព្រះអង្គទាំងពីរត្រជាក់ណាស់មេឃស្រឡះមើលទៅហាក់ដូចជាមិនមានភ្លៀងធ្លាក់ចំណែកនេនសុផលត្រជាក់ខ្លាំងណាស់ព្រះកាយព្រះអង្គញ័រចម្ប្រាប់ដូចកូនមាន់ត្រូវទឹកក្រោយពីខ្យល់បានស្ងប់ស្ងាត់ទៅស្រាប់តែមានសំឡេងអ្វីមួយយ៉ាងលេចចេញពីរូងភ្នំគឺសំឡេងចម្លែកនៅពេលនេនសុផលបានឮសំឡេងនោះហើយក៏នឹកនៅក្នុងព្រះទ័យថានោះមិនមែនសំឡេងសម្រាប់ជើងរបស់មនុស្សធម្មតាទេព្រោះនៅក្នុងព្រៃដ៏សែនជ្រៅដូចនេះប្រហែលជាមិនមានមនុស្សដើរឆ្លងកាត់ចូលមកក្នុងព្រៃនេះបានទេនេនបានត្រឹមតែអង្គុយភ័យញ័រចម្ប្រប់តែប៉ុណ្ណោះមួយសន្ទុះក្រោយមកព្រះដេចគុណគង់ណៃបានសន្ទនាជាមួយម្ចាស់សំឡេងនោះថាតើមានការអីញោមនៅខាងក្រៅរូងភ្នំវាត្រជាក់ណាព្រះអង្គខ្ញុំបកណាសូមនិមន្តព្រះអង្គទាំងពីរនិមន្តចូលទៅក្នុងរូងភ្នំបាសិទ្ធនេះគ្រាន់ជាទីកក់ក្ដៅណាព្រះអង្គចំណែកព្រះចៅអធិការមើលឃើញនេនសុផលគង់ធ្វើសមាធិញ័រព្រះកាយដូច្នោះក៏មានទឹកប្រតិយអាណិតក៏បានតបទទួលពាក្យនិមន្តរបស់អ្នកសច្ចាំងនោះទៅហើយក៏និមន្តតាមពីក្រោយលោកតាសច្ចាំងនោះនៅពេលនិមន្តចូលបានមួយសន្ទុះក្រោយមកស្រាប់តែឃើញមាសឆ្អែតនិងមាសពេជ្រកែវកងជាច្រើននៅរាយប៉ាយពាសពេញដីខ្ញុំបកណានិមន្តព្រះអង្គទាំងពីរចូលទូតរូងភ្នំនេះសិនព្រះអង្គទាំងពីរក៏បានសម្រេចចិត្តនិមន្តតាមពីក្រោយលោកតាសច្ចាំងនោះដោយមិនរវល់នឹងមាសប្រាក់ទាំងនោះទេព្រះអង្គចង់ដឹងអំពីរូងភ្នំនេះណាស់ថាតើវាអស្ចារ្យប៉ុណ្ណាទៅមានរូងភ្នំបែបនេះនៅកណ្ដាលព្រៃយ៉ាងដូចនេះស្រាប់តែលេចមុខនារីម្នាក់ឈរនៅចំពោះមុខនេនសុផលហើយក៏ស្ទុះទៅអោបនេនសុផលដែលកំពុងនៅឈរត្រឹងមួយកន្លែងដោយឫទ្ធិអំណាចវេទមន្តរបស់យាយធ្មប់10000ឆ្នាំបានប្រែកាយជានារីដ៏ស្រស់ស្អាតចំណែកនេនសុផលវិញបានឃើញហើយក៏បាក់ចិត្តស្រឡាញ់នារីនោះមួយរំពេចល្អណាស់ដែលបងបានមកដល់ទីនេះអូនរងចាំបងជាយូរឆ្នាំខែណាស់មកហើយបងពិតជាគូព្រេងនឹងអូនតាំងពីអតីតជាតិមកហើយបានជាជាតិនេះបានជួបអូនម្ដងទៀតអ្វីនៅទីនេះគឺជារបស់បងទាំងអស់បងនៅក្បែរអូនមិនខកបងដងទេបងសម្លាញ់អាចយកមាសពេជ្រទាំងនេះទៅលក់ទិញយកឡានរងរយព្រោះឥឡូវនេះមាសកំពុងឡើងថ្លៃជំនាន់មុនមានឡានរងរយដែរបថុយម្ដងមើលចំណែកនេះត្រូវបានមន្តអាគមសង្កត់ចិត្តរបស់មេធ្មប់ក៏បានដើរតាមពីក្រោយខ្មោចនោះដោយមិនដឹងខ្លួននៅពេលនោះប្រដេជគុណគង់ណៃបានឃើញសុផលនិមន្តតាមពីក្រោយខ្មោចនោះព្រះអង្គក៏ចាប់ផ្ដើមរាយមន្តអាគមកំចាត់ធ្មប់នោះភ្លាម
ចេះប្រមាថខ្លួនសោះប្រហើនមកលេងជាមួយយើងងាប់ទៅឈប់ភ្លាមនាងមេធ្មប់នាងឯងសាងកម្មច្រើនណាស់នៅពេលនេះយើងមិនអាចទុកនាងឯងបន្តទៅទៀតបានទេសូមឲ្យវិញ្ញាណទៅមេធ្មប់ត្រូវមន្តអាគមរបស់លោកតាសេចចាំងក៏វិនិច្ឆ័យមួយរំពេចចំណែកនេនសុផលវិញក៏បានរួចផុតពីមន្តអាគមរបស់មេធ្មប់ព្រះអង្គភ័យយ៉ាងខ្លាំងហើយក៏ស្ទុះទៅចាប់អោបស្បង់ជ័យពររបស់ព្រះចៅអធិការតែអ្វីដែលខុសពីធម្មតានោះគឺលោកតាសេចចាំងហាក់ដូចជាមិនភ័យអ្វីឡើយហើយក៏បែរមកញញឹមដាក់ព្រះអង្គទាំងពីរវិញព្រះដៃជាគុណគង់ណៃមានសង្ឃដីកាប្រាប់នេនសុផលថាណែនេនអ្វីដែលជាមិនមែនរបស់យើងឲ្យទៅម្ចាស់គេវិញទៅលោកតាអើយអាត្មាមិនសុំនៅទីនេះបន្តទៀតទេនៅក្នុងរំភ្នំនេះមានតែរបស់របរធ្វើឲ្យមនុស្សកើតមានចិត្តលុកលន់អាត្មាសូមត្រឡប់ទៅធ្វើសមាធិនៅខាងមុខភ្នំនេះវិញហើយវាល្អជាងនៅពេលព្រះចៅអធិការមានសង្ឃដីកាចប់លោកតាសេចចាំងមិនបាននិយាយអ្វីទាំងអស់គ្រាន់តែញញឹមដាក់ព្រះអង្គតែប៉ុណ្ណោះព្រះដេចគុណទាំងពីរអង្គបាននិមន្តចេញពីរូងភ្នំមកធ្វើសមាធិនៅខាងក្រៅរូងភ្នំម្ដងទៀតពេលព្រឹកព្រលឹមឡើងក្រោយពីបានបំពេញកិច្ចរួចរាល់ហើយព្រះអង្គទាំងពីរក៏បាននិមន្តចេញពីរូងភ្នំនោះឆ្ពោះទៅវត្តវិញអ្វីដែលនឹកស្មានមិនដល់នោះស្រាប់តែមានសំឡេងភ្លើងនិងខ្យល់បក់លាន់លឺឡើងកងរំពងមួយរំពេចព្រះអង្គបែរទៅឃើញភ្លើងឆេះមានផ្សែងនិងខ្យល់បក់គួចទៅលើមេឃយ៉ាងសន្ធោសន្ធៅនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គទាំងពីរព្រះដេចគុណដឹងច្បាស់ថាភ្លើងដែលកំពុងឆេះនេះវាមិនមែនកើតមកពីណាទេព្រះអង្គទាំងពីរបាននិមន្តត្រឡប់ទៅទិសផ្ទុយគ្នាដើម្បីគេចឲ្យផុតពីភ្លើងកំពុងឆេះឲ្យបានលឿនបំផុតកំពុងនិមន្តមិនបានយូរប៉ុន្មានផងភ្លើងបានឆាប់ឆេះកាន់តែខ្លាំងឡើងព័ទ្ធជុំវិញព្រះអង្គទាំងពីរដោយសារតែអស់កម្លាំងផងព្រះអង្គទាំងពីរបានឈប់មួយកន្លែងហើយភាវនាធម៌សូមរំលឹកដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយដែលនៅទីនេះឲ្យជួយតាមថែរក្សាព្រះអង្គគង់ណៃក៏បានគិតនៅក្នុងព្រះទ័យថាបើមិនសុគតនៅទីនេះព្រះអង្គក៏ពេញចិត្តដែរអ្វីដែលគួរឲ្យអាណិតនោះគឺនេនសុផលទៅវិញទេព្រោះនៅមិនទាន់ដឹងថាអ្វីទៅដែលជាជីវិតពិតនោះនៅខណៈដែលព្រះអង្គទាំងពីរគិតយ៉ាងដូចនេះហើយស្រាប់តែលោកតាសេចចាំងក៏លេចមុខមកម្ដងទៀតហើយយកដៃទៅបក់ភ្លើងដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅឲ្យរលត់មួយរំពេចលោកតាសេចចាំងបានបែរមុខមកមើលព្រះអង្គទាំងពីរហើយក៏ដើរទៅមុខរលាយបាត់ខ្លួនតែម្ដងទៅបន្ទាប់ពីរួចផុតពីភ្លើងឆេះរួចមកព្រះអង្គទាំងពីរក៏បានប្រញាប់ប្រញាល់និមន្តចេញឲ្យផុតពីព្រៃនេះឲ្យបានលឿនបំផុតដែលអាចធ្វើទៅបានដើម្បីត្រឡប់ទៅដល់វត្តវិញប្រកបដោយសុវត្ថិភាពនៅពេលនិមន្តមកដល់វត្តហើយនេនសុផលបានរៀបរាប់រឿងរ៉ាវដែលព្រះអង្គបានជួបប្រទះទៅកាន់ពុទ្ធបរិស័ទចំណុះជើងវត្តដែលបានមកធ្វើបុណ្យឲ្យបានស្ដាប់ទាំងអស់គ្នាភាពជាយុវសង្ឃហើយធ្វើទុដងប្រឈមនឹងរឿងរន្ធត់គ្រោះថ្នាក់លើកដំបូងនៃជីវិតរបស់នេនសុផល
សាច់រឿងនេះគឺបានបញ្ចប់ទៅហើយខ្ញុំបាទសង្ឃឹមថាលោកអ្នកនឹងពេញចិត្តសូមជួយ comment និងជួយចុច subscribe ផងបាទគ្រាន់បានផឹកកាខ្វេនៅក្នុងសាច់រឿងដួងវិញ្ញាណកំណាចនេះគឺជារឿងព្រេងខ្មែរដ៏រន្ធត់និងអាចកំបាំងដែលរវិញបញ្ចូលគ្នារវាងព្រះពុទ្ធសាសនាការធ្វើទុដងខ្មោចមេធ្មប់និងវិញ្ញាណអាក្រក់ខ្ញុំបាទសូមថ្លែងអំណរគុណដល់ប្រិយមិត្តទាំងអស់ដែលបានទស្សនាខ្សែវីដេអូនេះសូមឲ្យប្រិយមិត្តទាំងអស់ទទួលបានតែសេចក្តីសុខកុំឲ្យមានអ្វីៗមកបៀតបៀនឡើយពីខ្ញុំបាទវ៉ែនចម្រើនសូមអរគុណសូមជម្រាបលា